ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះ My Kitchen មានម្ហូបថ្មីមួយមុខទៀតគឺមាន់លីងគ្រឿងម្ហូបនេះពិសេសដែរយើងអាចធ្វើវាសម្រាប់ក្នុងកម្មវិធីជួបជុំមិត្តភ័ក្តិបងប្អូនគឺដាក់មកទំនងណាស់ហើយបើយកមកធ្វើជាគ្រឿងក្លែមទៀតក៏កាន់តែពិសេសចំពោះវិធីធ្វើងាយៗស្រួលអត់មានអីពិបាកទេបងប្អូនមានតែមាន់មួយធ្វើឲ្យស្អាតលាងឲ្យស្អាតអញ្ចឹងមកបើគ្រឿងដដែលទេបងប្អូនគឺមានតែគល់ស្លឹកគ្រៃស្លឹកក្រូចសើចរំដេងប៉ុណ្្នឹងឯងម្ទេសក្រហមម្ទេសអាចសាច់ស្រេចលើបងប្អូនចូលចិត្តលាងឲ្យស្អាតគល់ស្លឹកគ្រៃខ្ញុំយកតែកន្លែងណាដែលខ្ចីយកមកហាន់ឲ្យស្ដើងពេលដែលយើងយកទៅស្លគឺយើងអាចញ៉ាំបានស្លឹកក្រូចសើចហើយឲ្យតូចយកទំនងចេញចំណែកឯខ្ទឹមសម្ទេសក្រហមដាក់ចូលគ្នាបុកមិនបាច់ម៉ត់ពេកទេពេលដែលយើងយកទៅបំពងលីងជាមួយនឹងសាច់ធ្វើឲ្យសាច់យើងឈ្ងុយហើយមានពណ៌ស្អាតទៀតដាក់ប្រេងឆាឲ្យក្តៅដួសម្ទេសខ្ទឹមបុកមិញដាក់ចូលបំពងរហូតដល់ឈ្ងុយទើបដាក់សាច់មាន់ចូលលីងជាមួយលីងសព្វហើយគ្របទុកឲ្យឆ្អិនមកសពពសាច់ដាក់ទឹកចូលកន្លះកែវនិងអំបិលបន្តិចគ្របទុករងាស់បងប្អូនខ្ញុំដាក់ទឹករងាស់អញ្ចឹងដើម្បីឲ្យប្រកាសថាសាច់មាន់ឆ្អិនល្អណាមួយបើសាច់មាន់មេចាស់ស្វិតអីតលតែយើងថែមទឹករងាស់ពី3ដងណបានផុយបន្ទាប់មកខ្ញុំថែមម្សៅស៊ុបស្ករប៊ីចេងទឹកត្រីនិងប្រេងខ្យងបងប្អូនគ្រឿងខ្ញុំប្រើរៀងច្រើនមុខមិនចូលគ្នាបើយើងអត់ប្រើច្រើនអញ្ចឹងទេដូចជាអត់សូវឆ្ងាញ់យ៉ាងម៉េចមិនដឹងទេនិងចុងក្រោយគេបន្ថែមគល់ស្លឹកគ្រៃស្លឹកក្រូចរំដេងម្ទេសអាចសាច់ដាក់ចូលដែរបងប្អូនខ្ញុំស្លលើកនេះគ្រឿងខ្ញុំអត់បំពងទេខ្ញុំដាក់ស្រស់តែម្ដងប៉ុន្តែខ្ញុំស្លបែបនេះគឺប្លែកបងប្អូនដោយសារតែក្លិនគ្រឿងធំក្លិនរៀងដិតជាងខ្ញុំយកទៅបំពងលីងឲ្យស្ងួតប៉ុន្តែយើងចង់បានភ្លក់មើលបើស្ទើយើងថែមរួចលីងបន្តិចទៀតមករួចរាល់ហើយបងប្អូនរសជាតិវាត្រូវតែដិតបន្តិចបានឆ្ងាញ់មើលចានហើយទំនងណាស់មកបងប្អូនកាន់ចានកាន់ទឹកត្រជាក់មកហ៊ុនគ្នាបានអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រវីដេអូខ្ញុំថ្ងៃនេះវិធីលីងមាន់គ្រឿងរបស់ខ្ញុំគឺរួចរាល់ហើយខ្ញុំគិតថាអាចខុសពីវិធីធ្វើរបស់បងប្អូនខ្លះដែរបើខុសមិនមកបងប្អូនអាចខមមិនប្រាប់ខ្ញុំវិញបានហើយបើបងប្អូនពេញចិត្តកុំភ្លេចណាជួយ like ជួយ share អរគុណជម្រាបលាជួបគ្នានៅវីដេអូមុខម្ហូបថ្មីបន្តទៀតបាយបាយ